រមណីយដ្ឋានទេសចរធម្មជាតិភ្នំទឹកធំជារមណីយដ្ឋានទេសចរធម្មជាតិមួយកន្លែងដែលទើបតែមានការអភិវឌ្ឍប៉ុន្តែមានភាពល្បីល្បាញដោយការរៀបចំបែបព្រះពុទ្ធសាសនាអមដោយទីតាំងមានអាងទឹកនិងទេសភាពវាលស្រែជាប់ជួរភ្នំយ៉ាងស្រស់ស្អាតចង់ដឹងថាតើរមណីយដ្ឋានភ្នំទឹកធំមានការអភិវឌ្ឍយ៉ាងដូចម្តេចតើតំបន់ទេសចរថ្មីនេះស្ថិតនៅទីណាហើយអ្នកណាជាអ្នកអភិវឌ្ឍកន្លែងមួយនេះសូមបងប្អូនទាំងអស់គ្នារីករាយទស្សនាវីដេអូនេះទាំងអស់គ្នាសូមអរគុណបាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជួបខ្ញុំបាទធៀងសុយត្រាយុវជនពេញចរសាស្ត្រថ្មីមកទៀតហើយជាមួយវីដេអូដំណើរកម្សាន្តហើយដំណើរកម្សាន្តរបស់ខ្ញុំថ្ងៃនេះនឹងនាំបងប្អូនទាំងអស់គ្នាទៅកាន់តំបន់ទេសចរធម្មជាតិភ្នំទឹកធំដើម្បីធ្វើដំណើរទៅកាន់តំបន់ទេសចរធម្មជាតិភ្នំទឹកធំបើសិនជាបងប្អូនធ្វើដំណើរចេញពីទីក្រុងភ្នំពេញបងប្អូនត្រូវធ្វើដំណើរនៅលើផ្លូវជាតិលេខ3ចម្ងាយប្រហែល75គីឡូម៉ែត្រមកដល់ផ្លូវបំបីកំពតបៃគូបងប្អូនត្រូវបត់ឆ្វេងមកខាងអង្គរជ័យដែលត្រូវធ្វើដំណើរនៅលើផ្លូវ31ដែលមានចម្ងាយផ្លូវសរុបប្រហែល147គីឡូម៉ែត្រនោះបងប្អូននឹងបានមកដល់តំបន់ទេសចរភ្នំទឹកធំហើយនៅអមសងខាងផ្លូវវិញបងប្អូននឹងរីករាយដោយបានឃើញទិដ្ឋភាពវាលស្រែខៀវខ្ចីវែងអន្លាយឆ្ងាយផុតកន្ទុយភ្នែកនិងវាលស្រែខ្លះទៀតលាតសន្ធឹងព័ទ្ធជុំវិញភ្នំពិតជាស្រស់ស្អាតគួរឲ្យចង់គយគន់នៅទិដ្ឋភាពសម្រស់ទេសភាពនៅតាមដងផ្លូវនេះខ្លាំងមែនទែនដូច្នេះសូមបងប្អូនទាំងគ្នារីករាយទស្សនាទិដ្ឋភាពក៏ដូចជាសម្រស់ទេសភាពនៅតាមដងផ្លូវជាមុនសិនមុនបន្តទៅទស្សនាសម្រស់ទេសភាពតំបន់ទេសចរភ្នំទឹកធំសូមអរគុណភ្នំទឹកធំគឺជាតំបន់ទេសចរធម្មជាតិទើបតែបង្កើតថ្មីនៅជិតព្រំដែនវៀតណាមឥឡូវនេះពួកខ្ញុំបានមកដល់ទីនេះដោយសុវត្ថិភាពពេលបានមកដល់ភ្នំទឹកធំនេះឃើញថាខាងសហគមន៍គេបានរៀបចំជាស្ពានឫស្សីសម្រាប់ឲ្យភ្ញៀវទេសចរអាចដើរគយគន់សម្រស់ធម្មជាតិនៅជុំវិញទីតាំងភ្នំទឹកធំនេះបានផងដែរឃើញថានៅទីនេះមានទេសភាពស្រស់ស្អាតទាក់ទាញជាមួយនឹងខ្នងភ្នំដ៏ធំហុំព័ទ្ធដោយទឹកព័ទ្ធជុំវិញនិងមានវាលស្រែពណ៌ខៀវខ្ចីលាតសន្ធឹងដាច់កន្ទុយភ្នែកហើយឃើញថានៅទីនេះក៏ចាប់ផ្ដើមមានភ្ញៀវទេសចរមកលេងកម្សាន្តនិងធ្វើបុណ្យនៅទីនេះផងដែរសូមជម្រាបបងប្អូនអរគ្នាបានដឹងថាភ្នំទឹកធំនេះគឺមានទីតាំងស្ថិតនៅលើទឹកដីភូមិមិនលងថ្លាន់ឃុំឫស្សីស្រុកខាងកើតស្រុកកំពង់ត្រាចខេត្តកំពតក្បែរនឹងព្រំដែនប្រទេសវៀតណាមមានចម្ងាយផ្លូវប្រហែល46គីឡូម៉ែត្រពីទីរួមខេត្តកំពតនិងមានចម្ងាយ147គីឡូម៉ែត្រពីទីក្រុងភ្នំពេញតំបន់រមណីយដ្ឋានភ្នំទឹកធំនេះត្រូវបានដូចផ្ដើមរៀបចំឡើងដោយព្រះចៅអធិការសុទ្ធដាវីដែលព្រះអង្គគង់នៅវត្តភ្នំរៀបដោយសារព្រះអង្គបានមើលឃើញថាភ្នំទឹកធំនេះមានលក្ខណៈអំណោយផលមានទឹកព័ទ្ធជុំវិញនិងមានលអាងដែលមានទេសភាពស្រស់ស្អាតយ៉ាងទីតាំងនេះស្ថិតនៅក្បែរព្រំដែនវៀតណាមទៀតផងនេះទើបព្រះអង្គចាប់ផ្ដើមរៀបចំកសាងទីនេះឲ្យមានការរីកចម្រើនបន្តិចម្ដងដូចសពថ្ងៃដូច្នេះបើបងប្អូនអរគ្នាមានវិទ្យាសាស្ត្រខ្លះចង់ចូលរួមចំណែកក្នុងការកសាងនៅទីតាំងមួយនេះបងប្អូនអាចចូលជាបច្ច័យដល់ព្រះអង្គផ្ទាល់បានដែលព្រះអង្គគង់នៅវត្តភ្នំរៀបតាមការមកទស្សនាកម្សាន្តនៅរមណីយដ្ឋានភ្នំទឹកធំនេះដោយផ្ទាល់ខ្ញុំហ៊ាននិយាយថានៅទីនេះពិតជាស្រស់ស្អាតជាមួយនឹងទេសភាពវាលស្រែពណ៌ខៀវខ្ចីនិងមានទឹកនៅព័ទ្ធជុំវិញភ្នំផ្លូវធ្វើដំណើរកាន់ភ្នំទឹកធំនេះមានភាពងាយស្រួលដែលខ្ញុំគិតថាបងប្អូនខ្មែរយើងទាំងអស់គ្នាគួរតែមកលេងទីនេះឲ្យបានម្ដងដើម្បីបានស្គាល់ពីទឹកដីរបស់យើងដែលនៅគៀកក្បែរនឹងព្រំដែនប្រទេសវៀតណាមថែមទៀតផងដូច្នេះបើសិនជាបងប្អូនមានបំណងចង់មកកម្សាន្តនៅទីនេះខ្ញុំផ្ដល់យោបល់បងប្អូនទាំងអស់គ្នាគួរមកដល់ទីនេះនៅពេលព្រឹក
ព្រោះអាកាសធាតុត្រជាក់ងាយស្រួលបងប្អូនដើរកម្សាន្តទស្សនាក្នុងភ្នំដ៏ធំមួយនេះតែបើសិនជាបងប្អូនមកដល់ពេលថ្ងៃខ្ញុំគិតថាបងប្អូននឹងរៀងក្តៅបន្តិចព្រោះដោយសារផ្លូវដើរលើស្ពានឫស្សីនេះនៅចំទិសនៃព្រះអាទិត្យជះពន្លឺចំផ្លូវដើរនេះតែម្ដងបើសិនជាបងប្អូនមកចំពេលថ្ងៃបងប្អូនគួរតែមានមួកឬឆ័ត្រដើម្បីបិទបាំងពន្លឺព្រះអាទិត្យងាយស្រួលក្នុងការដើរទស្សនាកម្សាន្តចុងក្រោយនៃវីដេអូរបស់ខ្ញុំសូមបងប្អូនអ្នកគ្នារីករាយទស្សនាសម្រស់ដ៏ស្រស់ស្អាតនៃតំបន់ភ្នំតាធំនេះជាមួយវីដេអូដ្រូនលើអាកាសចុងក្រោយសូមបងប្អូនអ្នកគ្នាជួយគាំទ្រវីដេអូរបស់ខ្ញុំជួយ like និង Subscribe ផងសូមអរគុណ